ជំរាបសួរអ្នកនរគ្នាសូមស្វាគមន៍សាថ្មីមកកាន់កម្មវិធី Gang Sport Secret ហើយកម្មវិធីរបស់យើងគឺជាកម្មវិធីកម្សាន្តមួយបែបរំសាយទុកជាកម្មវិធីមួយដែលអ្នកនរគ្នាអាច confession ជាមួយនឹងកម្មវិធីរបស់យើងបានហើយអ្នកនរគ្នាទម្លាក់ទុកកង្វល់ដែលអ្នកនរគ្នាលាក់ទុកជារាប់សិបឆ្នាំតម្លាក់មកកម្មវិធីយើងចោះហើយត្រឡប់ទៅគេអឋានវិញដោយផាសុខភាពហើយសប្តាហ៍ហ្នឹងក៏យើងមានភ្ញៀវកិត្តិយសមួយរូបនឹងចូលរួមដែរជំរាបសួរបងស្រីជំរាបសួរបងបាទបងអ្នកនៅភ្នំពេញឬក៏តាមបណ្ដាខេត្តខ្ញុំនៅខេត្តបងនៅខេត្តអាចប្រាប់ខេត្តបានទេកំពង់ធំអូខេហើយថ្ងៃនេះមានសាច់រឿងអីសម្រាប់ចែកម្លែកដែរបងថ្ងៃនេះខ្ញុំចង់និយាយរឿងមង្គលការខ្ញុំបងមួយកំណុលមង្គលការជាមួយនឹងបំណុលមង្គលការជាពាក់បំណុលនិយាយចឹងចាអូឥឡូវមួយរយៈហ្នឹងនេះមែនតើខ្ញុំឃើញក្នុង Facebook អីក៏មានច្រើនដែរចារឿងប៉ិតហ្មងបងរឿងប៉ិតដែលខ្ញុំជួបហ្មងរឿងបងផ្ទាល់តែម្ដងចាខ្ញុំមិនដឹងថាណាគេដែលជួបទៀតទេបងប៉ុន្តែសម្រាប់ខ្ញុំមួយគឺរឿងប៉ិតរបស់ខ្ញុំដែលខ្ញុំជួបដែរអញ្ចឹងណាបងហើយរឿងហ្នឹងវាកាត់ឡើងមក2ឆ្នាំអីចូលឡើង2ឆ្នាំ7ខែនេះ2ឆ្នាំ7ខែហើយចាព្រោះដោយសារតែពេលដែលខ្ញុំតាក់ទងមួយប្តីខ្ញុំអញ្ចឹងបាន2ឆ្នាំដែរបងរៀបការតាក់ទងគ្នាមកចេះគ្នា2ឆ្នាំហើយបានរៀបការណាបាន2ឆ្នាំហើយគាត់បែរថាមកចូលទៅដឹងយើងអញ្ចឹងណាបងចូលទៅដឹងយើងអញ្ចឹងទៅរៀបការជាមួយនឹងគ្នាអញ្ចឹងគាត់ក៏ឲ្យថ្លៃបណ្ណាការហ្នឹងហើយយកបានទាប៉ុន្តែគេឲ្យថ្លៃបណ្ណាការហ្នឹងមក 20000 ថ្លៃចូលទៅដឹងចូលទៅដឹងយើងគេឲ្យថ្លៃបណ្ណាការយើង 20000 ចារៀបចំគោលការណ៍អញ្ចឹងទៅរៀបចំអីចឹងទៅហើយយើងធម្មតាបងពេលដែលយើងឃើញគាត់ឲ្យមក 20000 យើងគិតថាច្រើនដែរបង 20000 ណានេះច្រើនណាស់ចឹងយើងគិតថានឹងគឺជាលុយរបស់គាត់ប្រហែលជាជួយជាមួយគ្រួសាររបស់គាត់រៀងធូរធារដែរបងបាទចឹងទៅយើងគិតថាប្រហែលជានឹងគឺជាលុយរបស់គាត់ហើយយើងក៏អត់បានចាប់អារម្មណ៍អីដែរយើងគិតថានឹងជាលុយរបស់គាត់ដែលខាងគ្រូសាគាត់ជួយឬមួយក៏មិនចឹងតែព្រោះបើតាមដែលមើលជាក់ស្ដែងការងាររបស់គាត់ហ្នឹងក៏ប្រាក់ចំណូលអីក្នុងប្រហែលខ្ញុំដែរទេមិនសូវជាច្រើនប៉ុន្មានដែរបងអញ្ចឹងយើងគិតថាប្រហែលជាគ្រូសាគាត់ជួយព្រោះដោយសារប៉ាម៉ាក់គាត់អីធូរដែរបាទអញ្ចឹងទៅអាចដឹងពីប្រាក់ខែបងបានទេមួយគាត់បើថាបោកបញ្ចូលគ្នាទៅក្នុង700ហ្នឹងបង700ដែរចាអញ្ចឹងថាគាត់ការគាត់រកគាត់រកបានប្រហែល400ដែរបាទចាអញ្ចឹងពេលអញ្ចឹងទៅបើសិនព្រៀងសំគ្រប់ 20000 មកបង2ឆ្នាំនិយាយព្រោះតែថាយើងត្រូវចំណាយច្រើនអញ្ចឹងបងហើយដល់ពេលហើយយើងអត់បានគិតដល់ចំណុចហ្នឹងហើយបងតែយើងឃើញថាគាត់ឲ្យធម្មតានៅតាមខេត្តទៅបងបាន 20000 អញ្ចឹងគឺថ្លៃបាទអញ្ចឹងយើងគិតថាយើងចង់ហៅលុយដែរអញ្ចឹងណាបងហើយខ្ញុំគិតថាបាន 20000 នេះជាលុយរបស់គាត់អញ្ចឹងទៅគាត់យើងរៀបមង្គលការអីទៅយើងដាក់មានដេគ័រមានអីស្អាតអីអញ្ចឹងហើយខ្ញុំទៅយកខ្ញុំដល់ពេលខ្ញុំឃើញគាត់ឲ្យបណ្ណាការមកច្រើនខ្ញុំក៏យកលុយសំរបស់ខ្ញុំនេះយកមកចំណាយដែរបន្ថែមដែរកុំឲ្យថាយើងពឹងបោះគេអញ្ចឹងចាដល់ពេលអញ្ចឹងទៅយើងក៏ចេញអីបន្ថែមអីដែរលុយថាយើងមកដេគ័រខាងមុខរោងអីដើម្បីឲ្យថតរូបឲ្យស្អាតឲ្យលុយអ្នកភូមិគេទៅសើអញ្ចឹងថាការរបស់យើងអីអញ្ចឹងទៅគឺស្អាតលយអីចឹងបងចាសំរុំអីចឹងទៅហើយទៅថត pre wedding អីហ្នឹងក៏ខ្ញុំអ្នកចាញ់ដែរបងយើងត្រូវថត pre wedding ត្រូវថតអីទៀតគឺត្រូវចំណាយច្រើនទៀតអញ្ចឹងហ៎អញ្ចឹងទៅក៏អស់លុយ 20000 ហ្នឹងដែលតាមដែលខ្ញុំគិតថាបើសិនជាលុយនេះជាលុយខាងគ្រួសារគាត់ដែលជួយបើសិនជាអស់លុយ 20000 ហ្នឹងទៅក៏អាចការសល់វាមិនសល់ច្រើនទេបងធម្មតាការយើងត្រូវចាត់ចែងច្រើនណាស់តាំងពីភ្លេងតាំងពីរោងតាំងពីម្ហូបតាំងពីអីភ្នួងអីអញ្ចឹងណាបងចំណាយច្រើនដល់ពេលអញ្ចឹងទៅអស់ហើយវាសល់ក៏មិនច្រើនដែរតែបើតាមកម្រងរបស់ខ្ញុំគាត់ថាសល់បានប្រហែលអញ្ចឹងទៅយើងធ្វើការរលុយសំពីអ្នកប្តីប្រពន្ធអញ្ចឹងទៅរលុយបានយើងទៅបន្តក្តីសម័យរបស់យើងបាននៅមួយគ្នាបានសុខសាន្តនៅមួយគ្នាបានមានសុភមង្គលយើងបាននៅស្រួលអត់បានលះជាពាក់មណ្ឌលគេហ៎បងហើយយើងតែអាចទិញរបស់អីដែលយើងស្រឡាញ់អីរួមគ្នាដែរបងមលូផ្ទះអញ្ចឹងទៅព្រោះដោយសារពួកខ្ញុំអត់ទាន់មានផ្ទះអីរបស់ខ្លួនឯងចូលគ្នាអីចឹងទេមានតែផ្ទះរបស់ខាងគ្រួសារហ្នឹងបើយើងមកធ្វើការនៅភ្នំពេញយើងមកធ្វើការនៅភ្នំពេញហ្នឹងក៏យើងជួលផ្ទះគេទេអញ្ចឹងបងដល់ពេលអញ្ចឹងហើយដល់ពេលយើងការអីហើយមកខែក្រោយមកបងគាត់ប្រាប់ថាលុយដែលការហ្នឹងលុយដែលការហ្នឹងគឺលុយដែលគាត់ខ្ចីពីធនាគារហើយគាត់បានប្រាប់ខ្ញុំមុនហ្នឹងលុយហ្នឹងគឺគាត់ខ្ចីធនាគារគាត់យកប្លង់ដីរបស់ខាងប៉ាម៉ាក់គាត់យកមកដាក់ធនាគារដើម្បីគេសិក្សាអីចឹងទៅខាងគាត់បានតាម 20000 អីចឹងទៅណាអញ្ចឹងគាត់ខ្ចីលុយធនាគារតែហេតុអីក៏គាត់អត់ប្រាប់ខ្ញុំមុនខ្ញុំមកអស់ចិត្តត្រង់ហ្នឹង
ថាបើសិនជាគាត់ប្រាប់ខ្ញុំមុនអូខេយើងអាចនឹងមានថាដំណោះស្រាយអីមួយដែលឧទាហរណ៍ថាយើងមិនបាច់ចាំរៀបពិធីអីធំដុំពេកទេបងមុំតាមសមត្ថភាពយើងក៏បានដែរហើយបើសិនជាគាត់ប្រាប់ខ្ញុំមុនរឿងហ្នឹងក៏វាអត់កើតឡើងដែរតែដល់ពេលគាត់អត់ប្រាប់ខ្ញុំមុនអញ្ចឹងដល់ពេលមកខាត់ការហើយមកខាក្រោយបានគាត់ប្រាប់អញ្ចឹងវាអស់រលីងហ្នឹងវារបៀបថាមានសល់អីហ៎បងហើយសំខាន់ឡានដែលគាត់ជិះទៅធ្វើការរដងក៏ជាប្រុសហ៎បងបាទដល់ពេលអញ្ចឹងទៅគាត់ជាប្រុសអញ្ចឹងទៅគាត់បងប្រុសគេដែរអត់តន់ដាច់ដល់មានអារម្មណ៍ថាខ្ញុំការហើយអត់បានចុកសុបាយទេបងត្រូវមកជួយរបំណុលវិញមកត្រូវរងបំណុលមិនធំតែអាថ្លៃបដអាការហ្នឹងឯងបំណុលហ្នឹងទាំងឡានរបស់គាត់ទៀតចុះធម្មតាយើងការជាប្តីប្រពន្ធនឹងគ្នាហើយយើងមិនត្រូវរកចូលគ្នាហ្នឹងហើយបងហើយដល់ពេលភក្ខាយើងចូលគ្នាមែនបានទឹកខ្ទង់700ហ្នឹងហើយដល់ពេលអញ្ចឹងទៅមានលុយមកពីណាគ្រាន់តែលុយបង់ធនាគារហ្នឹងឡងអស់ប្រហែល4-500បាត់ហ្នឹងហើយដល់ពេលនៅសល់ប្រហែលនេះត្រូវចាប់ចាយចំណាយដូចតើចាយច្បាត់របៀបខ្លាំងហ៎បងហើយបើសិនជាអានេះលក្ខណៈថាអាចថាវាក៏មានកំហុសខ្ញុំដែរបើសិនជាខ្ញុំអត់ចង់បានមុខមាត់ពេកបើខ្ញុំអត់ចង់បានវាហៅបង្កការហ្នឹងលយពេកដល់ពេលហ្នឹងឯងបើខ្ញុំអត់លោភទេក៏វាមិនសឹកអីហ្មងដែរប៉ុន្តែគាត់ពេលហ្នឹងក៏គាត់អត់ប្រាប់ខ្ញុំដែរបើសិនជាគាត់ប្រាប់ខ្ញុំគាត់អីដែរគាត់អត់ហ៊ានប្រាប់ខ្ញុំដែរដល់ពេលគាត់អត់ហ៊ានប្រាប់ខ្ញុំវាទៅជាបញ្ហាហើយគាត់ក៏ចង់ឃើញយើងធ្វើអញ្ចឹងហើយគាត់អត់ហាមទេបើសិនជាគាត់ដឹងរឿងហ្នឹងហើយគាត់អត់ហាមទេគាត់ចង់លយដែរណាយល់ចាហើយដូចរឿងឡានអញ្ចឹងពេលដែលតែធម្មតានៅមួយគ្នាបានពី1ខែអញ្ចឹងបងខ្ញុំប្រាប់ថាឥឡូវបងមិនមកយើងស្រីឡានអីចឹងទៅថាលក់វាមិនមើលកំមិនធ្វើយើងបងមលុះទេយើងលក់ទៅសុកចិត្តខាតការខាត់អីអញ្ចឹងណាបងយើងលក់បានប៉ុន្មានអញ្ចឹងទៅយើងយកទៅបដោះធនាគារទៅដើម្បីឲ្យយើងបានហ៊ានធូរស្រាលអីយើងមុនអីចឹងគាត់អត់ព្រមទៀតហើយបើសិនជាចាយអាគាត់អត់ព្រមជាមួយនឹងលក់ឡានគាត់ស្រឡាញ់ឡានហ្នឹងបងហើយបើសិនជាឲ្យគាត់មនុស្សថប់ជីឡានតែទីម៉ូតូមិនបងទៅគាត់ថាគាត់ខ្មាស់គេខ្មាស់មិត្តភក្តិគាត់ហៅឲ្យអត់ហ្វល់អីរបៀបចឹងតែគាត់អត់គាត់ថាវាលែងមានសុភមង្គលនៅពួកខ្ញុំធ្លាប់តែស្រឡាញ់គ្នាទោះមនុស្សគាត់មិនមែនអាក្រក់អីបងរបៀបហើយមនុស្សគាត់ល្អដែរមិនដែលក្បត់យើងមិនដែលអីផងហើយទៅធ្វើការទៅអីចឹងតោះត្រង់មួយយ៉ាងដែលគាត់ខ្លាចខ្មាស់មិត្តភក្តិគាត់គិតគូររឿងមុខមាត់គាត់នឹងពេកដល់ពេលចឹងទៅគាត់អត់គិតគូររឿងថាចំណូលសមត្ថភាពយើងបានត្រឹមប៉ុណ្ណាគាត់អត់អញ្ចឹងហើយដល់ពេលខ្ញុំក៏មានអារម្មណ៍ថាដល់ពេលឥឡូវពេលចូលផ្ទះទៅកាលលើកមុនយើងនៅយើងសង្សារគ្នាគាត់សន្តិធម្មតាយើងនិយាយគ្នាអញ្ចឹងប្រហែលយើងមានសុភមង្គលយើងស្រឡាញ់គ្នាអញ្ចឹងណាបងតែដល់ពេលឥឡូវមែនហាបាប់ឡើងគឺមានតែរឿងលុយឯងចឹងមានអារម្មណ៍ថាពេលដែលការហៅគឺសម្ពាធខ្លាំងមែនតែនហ្មងតាំងពីការហៅមកចាប់ដើមរឿងរហូតមកគ្នាហ្មងបងគឺឃើញមុខគ្នាគឺមានតែឆាគឺមានតែខឹងគ្នាគឺមានតែអីហាមកឡើងក៏និយាយរឿងលុយដែរគឺវាមានតែបែបហ្នឹងអញ្ចឹងដោយសារយើងវាបំណុលវាចាច្រើនដែរបងវាថាយើងចង់បងលូផ្ទះអញ្ចឹងទៅថាពេលការហើយអញ្ចឹងទៅប្រាក់ខែយើងចូលគ្នាអញ្ចឹងទៅយើងបានបងលូផ្ទះហើយអញ្ចឹងណាព្រោះយើងនៅផ្ទះជួលទេរាល់ថ្ងៃហ្នឹងដល់ពេលអញ្ចឹងទៅផ្ទះក៏អត់បានត្រូវបងថ្លៃផ្ទះជួលហើយថ្លៃទឹកថ្លៃភ្លើងថ្លៃចំណាយត្រូវសាក់សាំងឡានធ្វើអីទៀតអញ្ចឹងវាច្រើនណាបងបាទច្រើនខាងបងចឹងដល់ពេលចេះតែមានរឿងរហូតចឹងដឹងដល់គ្រួសារទាំងសងខាងអត់បងគ្រួសារខ្ញុំទៅប្រាប់គាត់មកក្រោយដែរនេះហេខាងប៉ាម៉ាក់ខ្ញុំហ្នឹងខ្ញុំប្រាប់គាត់តែបើខាងគ្រួសារគាត់ប្រហែលជាគាត់ដឹងតាំងពីដំបូងហីព្រោះដោយសារតែគាត់យកប្លង់ដីប្លង់ផ្ទះប៉ាម៉ាក់គាត់ឯអ្នកតានីអីហ៎បងត្រូវហើយដល់ពេលប៉ាម៉ាក់ខ្ញុំអីចឹងគាត់ទៅតែដឹងឯងតែខ្ញុំហ៊ានប្រាប់គាត់អញ្ចឹងណាព្រោះអត់ចង់ឲ្យគាត់ពិបាកចិត្តតែឥឡូវខ្ញុំហ៊ានប្រាប់គាត់ហើយព្រោះដោយសារតែខ្ញុំទៅតែក្លាហានខ្ញុំទៅប្រាប់គាត់តែពេលដែលខ្ញុំបែកគ្នាបងបែកគ្នាចាការបានប៉ុន្មានខែបងយើងបែកខ្ញុំការបាន7ខែបែកគ្នាណាចាបែកគ្នាព្រោះតែប៉ុន្តែខ្ញុំក៏មិនចង់បែកដែរបងព្រោះដោយសារគាត់ក៏ជាមនុស្សល្អដែរប៉ុន្តែយើងបកនៅទៀតយើងសុភិតហើយយើងធម្មតាពេលដែលការហើយពេលខាងក៏យើងការយើងនៅត្នេយើងអាចជួយអ្នកផ្ទះបានអីទួយដល់ពេលយើងការហើយដល់ពេលយើងបន្ទុកច្រើនពេកសូម្បីអ្នកផ្ទះក៏មិនបានជួយខ្លួនឯងមិនចង់បានហ្នឹងចឹងដល់ពេលបែកបាក់គ្នាបងពេលដែលមុនបែកបាក់បងទៅប្រាប់គាត់មុនឬក៏គាត់អ្នកទាបងបែកឬក៏បងអ្នកសុំគាត់បែកខ្ញុំអ្នកសុំគាត់បែកបងហើយគាត់និយាយថាម៉េចទៅបងមានមិនបងឆ្លុះប្រកែកគ្នា100អញ្ចឹងទៅតែក៏អូខេទៅព្រោះខ្ញុំប្រាប់ហាត់ផលទៅគាត់ដែរខ្ញុំប្រាប់តែអាហ្នឹងជាកំហុសបងម៉ាយដែលមិនប្រាប់ខ្ញុំថាបើសិនជាបងប្រាប់ខ្ញុំតាំងពីដំបូងមករឿងហ្នឹងវាអត់កើតឡើងទេតែអ្នកតំណហ្នឹងក៏វាមិនបែកដែរប៉ុន្តែដល់ពេលគាត់អត់ប្រាប់ខ្ញុំអញ្ចឹងពិបាកដែរបងគាត់ស្រឡាញ់មុខមាត់កងពេលបែកហ្នឹងពិបាកចិត្តដែរបងព្រោះដោយសារតែយើងណាមួយមុខមាត់ប៉ាម៉ាក់យើងអត់ចង់គេហៅស្ពាយឈ្មោះថាជាស្រីមេម៉ាយអីទេបងបាទហើយនៅមុខមាត់បែកឲ្យយើងទៀតអញ្ចឹងណាខ្មាស់គេអ្នកស្រុកអ្នកភូមិប៉ុន្តែបើយើងគិតសັບទៅបើសិនជាយើងនេះអញ្ចឹងវា
តបាក់ខ្លួនឯង ចុះដល់ពេលអញ្ចឹងគាត់មានលួងបងអីសិនអត់ឬមួយក៏បងថាសំបីគាត់យកព្រមហ្មងឬក៏គាត់លួងបងអស់ចិត្តអស់ចង់ហើយបានបែក គាត់លួងដែរប៉ុន្តែរបៀបថាខ្ញុំឲ្យជំរឿគាត់ដូចខ្ញុំឲ្យជំរឿគាត់រឿងលក់ឡាននឹងអីតែគាត់អត់ព្រមហ្មងគាត់នៅតែស្រឡាញ់ឡាននឹងគាត់នៅតែអីចឹងគាត់ព្យាយាមនិយាយលួងយើងអីអូយអូនអើយបងទៅទីទៀតលេងអីប៉ុន្តែអ្នកយើងគឺពិបាកហ្នឹងហើយបង គាត់ក៏បាក់ដែរតែធ្វើម៉េច ចា តែគាត់តែងតែប្រើប្រាស់ជីវិតបែបហ្នឹងមែនបែបចង់លុយឆាយសម្ភារៈនិយមអីចឹង គាត់ចង់លុយឆាហើយយូរសេគាត់ខ្លាចខ្មាស់គេគាត់ខ្លាចខ្មាស់មិត្តភក្តិអត់អីចឹងហ្នឹងណាបង ចុះដល់ពេលបន្ទាប់ពីបែកបាក់មកអាបំណុលអាឡានអាអីហ្នឹងយើងបែងចែកមិនទៅ អត់ទេបងព្រោះដោយសារនេះអញនិយាយមែនណាខ្ញុំយកហួយខ្លួនក៏បានដែរបងព្រោះដោយសារអត់មានតែប៉ុនមួយខ្ញុំទេអានេះវាជាចាញ់និយាយថាជាបំណុលរបស់គាត់ដែលគាត់សាងមកទោះបីជាយើងគៀបការយើងស្រឡាញ់គ្នាមែនប៉ុន្តែធម្មតាបាយនឹងស្រាប់តែបណ្ណាការអីគឺត្រូវខាងប្រុសអ្នករ៉ាប់រងគឺត្រូវខាងប្រុសអ្នកឲ្យថ្លៃបណ្ណាការ បាទ អូខេបើសិនជាខាងស្រីឧទាហរណ៍ថាបើសិនជាយើងស្រឡាញ់គ្នាយើងចង់ការជាមួយគ្នាយើងសំលុយការជាមួយគ្នាអាហ្នឹងបោះជារឿងរបស់យើងតែបើសិនជាយើងនិយាយទៅតាមគេហៅទូនាទីបងខ្ញុំគិតថាខាងប្រុសត្រូវអត់បងខាងប្រុសគាត់អ្នកត្រូវប្រាក់ប្រងចំពោះបំណាការហ្នឹងតែបើសិនជាខាងស្រីគេចង់ជួយឬមកក៏អីអាហ្នឹងគឺជារឿងការនិយាយគ្នាដៃគូចាដៃគូផ្សេងអញ្ចឹងទៅព្រោះអ្នកខ្លះក៏គាត់សន្សំលុយការជាមួយគ្នាដែរតែមូលហេតុដែលខ្ញុំខឹងគាត់ដែលខ្ញុំអត់អាចនេះបានដោយសារអីគាត់អត់ប្រាប់ខ្ញុំគាត់ក៏ហក់ខ្ញុំ តែគាត់ជាមនុស្សប្រភេទមិនដែរស្មោះត្រង់ស្រឡាញ់ប៉ុនស្រឡាញ់អីស្រួលសាតែ រឿងស្នេហាអីហ្នឹងគឺគាត់ស្មោះត្រង់មួយខ្ញុំគាត់តែមិនដែរក្បត់មិនដែរអីទេបងគាត់ទៅធ្វើការអីចឹងទៅម្នាក់ទៅធ្វើការរៀងខ្លួនអញ្ចឹងណាបងតែមិនដែលដូចជាមិនដែលក្បត់អីទេហើយក៏របៀបគាត់តទៅរឿងមួយយ៉ាងហ្នឹងគាត់ជួយចិត្តលុយឆាយតែប៉ុណ្្នឹងឯងបង គាត់បាក់ធ្វើធម្មតា ហើយគាត់ធ្លាប់លុយឆាយតែពីដើមមកអញ្ចឹងណាគាត់នៅមួយគ្រួសារគាត់អីចឹងគាត់ឆ្លាញ់មុខមាត់អីចឹងណា អូខេចុះដល់ពេលបងប្រាប់សាច់រឿងតាណាតំណងសាច់រឿងទៅកាន់គ្រួសារបងអស់ប៉ាម៉ាក់បងថាមិនដែរ គាត់មានថាមិនបងគាត់ហួសចិត្តដែរគាត់រលឺចឹងគាត់ថ្លើមគាត់ដុកដែរគាត់ហួសចិត្តដែរព្រោះដោយសារគាត់ក៏នឹកស្មានមិនដល់ដែរតែគាត់ថាគាត់មិនដឹងសម្រាប់តាមតែចិត្តខ្ញុំទេវាអាស្រ័យទៅលើខ្ញុំទេព្រោះដោយសារអីគាត់គិតថាយើងជាអ្នកដែលប្រើជីវិតជាមួយនឹងគ្នាអញ្ចឹងការសម្រេចចិត្តយើងចង់នៅយើងចង់ទៅអញ្ចឹងគឺស្រែកលើយើងអញ្ចឹងណាបង ចុះបន្ទាប់ពីបងបែកបាក់ពីប្តីបងមកប្រហែលជាដល់លើប្រហែលជាប្រហែលខែប្រហែលឆ្នាំហើយបង 7 ខែបង អត់ទេពីបែកបាក់គ្នាដល់លើ បែកបាក់គ្នាដល់លើមែន បាទ បែកបាក់គ្នាដល់លើហ៎បង បាទ មួយឆ្នាំហីបងមួយឆ្នាំហើយតែគាត់គាត់មានដៃគូថ្មីណាបង សម្រាប់គាត់ខ្ញុំគិតថាគាត់ប្រហែលជានៅទេបងបើរឿងសង្សាររឿងអីខ្ញុំមិនដឹងដែរព្រោះដោយសារប្រហែលជាគេមិនតន់បង្ហាញឬមកក៏មិនខ្ញុំមិនដឹងអីចឹងណាបង ចុះដល់ពេលបងបើកចិត្តទទួលអ្នកថ្មីនៅសម្រាប់បងផ្ទាល់ អូខ្ញុំនៅឯបងបើសិនជានេះអីព្រោះធម្មតាឯងបងយើងធ្លាប់រៀបការហើយម្ដងអីចឹងទៅវាមិននិយាយទេតែបើថាបើសិនជាមានអ្នកក្រោយមកប្រហែលជាត្រូវសើបឲ្យច្បាស់ជានឹងអត់ចង់ឲ្យប្រហែសដូចលើកនឹងទេដោយសារតែលើកនឹងយើងទុកចិត្តគាត់ទាំងស្រុងពេក ហើយចាតែបងត្រូវការតែអ្នកច្បាស់លាស់ទេតែខ្ញុំនៅឯបងអត់ហាក់តន់ទេព្រោះដោយសារតែខ្ញុំចង់និយាយថាយើងនៅដិតដាមករឿងបុនមកតែគណៈថាយើងនៅតែខ្មាស់អ្នកស្រុកអ្នកភូមិព្រោះថ្ងៃដែលយើងការគឺយើងហុកធាក់ហ្មងបងហ្នឹងយើងហុកធាក់យើងសបាយមកអស់ដៃហ្មងថ្ងៃនោះគឺរបៀបលក្ខណៈថាបំពេញមុខបំពេញមាត់ម៉ែឪបានខ្លាំងធំដុំហ្មងការធម្មតាពេលដែលយើងការយើងឃើញអញ្ចឹងអ្នកភូមិគេឃើញអញ្ចឹងគេទៅសើយើងហើយថាអូយើងបានបំពេញមុខបំពេញមាត់ម៉ែឪបានធំដុំការធំដុំអីចឹងគេទៅសើដល់ពេលមកឥឡូវមកទៅជាជួបរឿងលេងលះគ្នាអីចឹងណាចឹងទៅប្រហែលជាខ្ញុំអត់តន់គិតរឿងហ្នឹងឯងបងប្រហែលជាអាចថានឹងរលុយដើម្បីសន្សំអីខ្លះសម្រាប់ខ្លួនឯងហើយជួយអ្នកផ្ទះពូប៉ែម៉ាក់ខ្ញុំក៏គាត់ជាពាក់ម្ដុលគេដែរបងអញ្ចឹងហើយក៏យើងត្រូវជួយគាត់តិចតួចឯដែរអញ្ចឹងណាបងហើយក៏យើងត្រូវសន្សំសម្រាប់ខ្លួនឯងព្រោះពេលដែលខ្ញុំការហើយហ្នឹងបានលុយប្រាក់ខែខ្ញុំអីហ្នឹងគឺខ្ញុំត្រូវជួយបងអាដិតរបស់ខ្ញុំហ្នឹងគឺខ្ញុំជួយបងឲ្យគាត់ច្រើនខែហើយបងជួយបងជាមួយគាត់ហ្នឹងច្រើនខែអញ្ចឹងយើងអត់មានលុយសេះសល់ឲ្យសម្រាប់ខ្លួនឯងទេអញ្ចឹងមួយរយៈពេលក្រោយនេះគឺខ្ញុំនឹងសន្សំលុយសម្រាប់ខ្លួនឯងហើយសម្រាប់ជួយអ្នកផ្ទះអីខ្លួនឯងបើតារឿងបើកចិត្តអីទោះអ្នកណានេះប្រហែលជាអត់តន់ទេបងអើយអត់តន់ទេចាចុះដល់ពេលបងនេះមានបងប្អូនទេបងមានប្អូនទេឬក៏កូនតូលមានបងប្អូនទេតែបងមានបងប្អូនទៀតបកើតណាចាបងប្អូនមានដែរណាចាតែខ្ញុំគិតថាដូចជាអត់សូវជាមិនជារឿងដែលត្រូវខ្មាស់គេពេលដែលគូប្តីប្រពន្ធគាត់បែកបាក់គ្នាបើសម្រាប់ខ្ញុំណាគេលោអ្នកស្រីគឺធម្មតាគាត់ស្រី
នឹង វា បើ វា សម្ បា រាប់ ក់តិច បើសម្រាប់ខ្ញុំដូចខាងស្រុកខ្ញុំនៅខេត្តហ្នឹងហ៎បងរបៀបថាបាយនៅស្រាប់ហើយរបៀបថាអ្នកភូមិអ្នកចិត្តខាងហ៎ តគ្នាមាត់មួយទៅមាត់មួយ ពី ចឹង មាត់មួយ ទៅ ទៅមាត់មួយចឹងទៅយើងក៏ខ្មាស់គេដែរអញ្ចឹងទៅពេលដែលយើងមានអញ្ចឹងទៅគេទៅសើអញ្ចឹងទៅពេលដែលយើងធ្លាក់ទៅគេក៏យើងមិនយើងមើលឃើញចិត្តគេតែដឹងថាអ្នកខាងអ្នកភូមិអូនោះគេពីប្រកាន់នេះដែរអញ្ចឹងណាបង ឈ្មោះយើងខ្លាចជាប្រធានបទហ្នឹង ចាថា តែបើខ្ញុំគិតមកខ្ញុំថាបើប្តីប្រពន្ធរស់នៅមួយគ្នាកើតបែកបាក់គ្នាវាមិនមែនជារឿងអាម៉េចទេត្រូវតែសារពួកគាត់ហ៊ានលះបង់ណា ចា ដើម្បីក្តីសុខរៀងខ្លួនអីចឹងណា ចាបង ខ្ញុំមិនដឹងដែរតាមពិតមែនតើវាតាមលក្ខខណ្ឌដែរ ចាបងចា បាទតែសង្កឹមថាបងបានចែកម្លែកជាមួយនឹងកម្មវិធីយើងហើយបងបានរំសាយចិត្តក៏ដូចជាទម្លាក់ចុះនៅសម្ពាធហើយចាប់ផ្ដើមខ្សែថ្មីហើយនឹងបើកចិត្តទទួលគូថ្មីដូចគ្នា ចាបងចាអរគុណបង អូខេបងអរគុណហើយក៏តសាបងដែលមានភាពក្លាហានក្នុងការចែកម្លែកសាច់រឿងបងផ្ទាល់ក៏ដូចជាចែកម្លែកបទពិសោធន៍ដែលបងប្អូនទាំងប្រុសទាំងស្រីដែលទស្សនាកម្មវិធី Gangster Secret យើងបានទទួលបានចំណេះដឹងនេះមួយដែរព្រោះថាវាអត់រំពឹងទុកជួបហេតុការណ៍ហ្នឹងគាត់ថាចាប់ដៃគ្នាទៅយូរវែងអញ្ចឹងនេះអ្នកនរគ្នាក៏ជាមេរៀនមួយដែលអាចរៀនសូត្រនៅក្នុងជីវិតពិតរបស់យើងដែរ ចា ឥឡូវជាចុងក្រោយបងមានពាក្យពេចន៍អីនិយាយទៅកាន់អតីតស្វាមីបងអត់ បើសម្រាប់ខ្ញុំវិញខ្ញុំចង់ប្រាប់ទៅអតីតប្រិយរបស់ខ្ញុំថាឲ្យគាត់ហ៊ានទម្លាក់ចោះបងគាត់ហ៊ានទម្លាក់ចោះអ្វីឲ្យគាត់ទទួលស្គាល់ថាអ្វីដែលគាត់មានគឺនៅត្រឹមកម្រិតណាកុំឲ្យគាត់វាហានលយឆាយឲ្យគាត់គេមើលមកពីក្រៅតែគាត់លយឆាយអីអញ្ចឹងណាចង់ឲ្យគាត់ហ៊ានទម្លាក់ចោះហ៊ានទទួលស្គាល់នៅអ្វីដែលខ្លួនឯងមានហើយខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាពេលដែលយើងរៀបការកុំចង់សម្ញែងកុំចង់អួតកុំចង់វាហានលយឆាយលើសពីអ្វីដែលខ្លួនឯងមានបើល្មមដែលខ្លួនឯងមានប៉ុណ្ណារៀបការប៉ុណ្ណឹងទៅតែបើសិនជាយើងមានសមត្ថភាពធំដុំយើងអូខេយើងលយឆាយអីតាមដែលយើងស្រឡាញ់ទៅតែបើសិនជាយើងអត់ហើយយើងធ្វើតាមអត់ទៅព្រោះពេលដែលយើងការហើយពីយើងទទួលកំណុលមកវាមិនមែនជាសុភមង្គលទេអាហ្នឹងវាទៅជាសម្ពាធធ្វើឲ្យថ្ងៃក្រោយមានបញ្ហាដដែលទេ ចុះបើមានលក្ខខណ្ឌចេះមួយបងបើសិនជាអតីតស្វាមីបងគាត់កែខ្លួនគាត់សមណុលអស់ហើយគាត់រកស៊ីមានបានធ្វើការបានលុយច្រើនមកវិញហើយគាត់នៅតែស្រឡាញ់បងចង់ត្រូវគ្នាមួយបងវិញតើបងនៅបើកចិត្តទទួលយកគាត់អត់ សម្រាប់ខ្ញុំអត់ទេបងព្រោះដោយសារខ្ញុំមិនមែនជាមនុស្សលក្ខណៈថាយើងមើលគាត់ទៅពេលដែលគាត់ជោគជ័យហ៎បងអត់ទេអាហ្នឹងបើសិនជាគាត់រស់ស៊ីមានបានគាត់ជោគជ័យអាហ្នឹងក៏យើងជួយអរគាត់ទៅមានតែជូនពរគាត់ទេជួបអ្នកក្រោយអីល្អទៅអញ្ចឹងណាហើយមានតែជូនពរគាត់ហើយបើថាយើងបែកគ្នាមែនក៏យើងមិនបានស្អប់គ្នាទេបងអញ្ចឹងមានតែជូនពរគាត់ឲ្យគាត់រស់ស៊ីអីជោគជ័យអីតាមតែគាត់ទៅអញ្ចឹងណាតែបើថាឲ្យខ្ញុំទៅរកគាត់វិញឬក៏ត្រូវគ្នាមួយគាត់វិញក៏មិនសុំត្រូវវិញហ្នឹងគឺអត់ត្រូវទេបងព្រោះបើយើងសម្រេចចិត្តថាបែកគ្នាហើយគឺបែកគ្នាទៅអញ្ចឹងណាបង អូខេអរគុណច្រើនបងអរគុណអូខេប្រិយមិត្តដែលកំពុងតាមដានទស្សនាកម្មវិធី Gangster Secret បានស្ដាប់បងស្រីគាត់ចែកម្លែកបទពិសោធន៍មុនរៀបការក៏ដូចជាក្រោយរៀបការហើយគឺគាត់លើកទឹកចិត្តឲ្យអ្នកនរគ្នាមុនរៀបការគឺគិតពិចារណាឲ្យស៊ីជម្រៅមែនតើធ្វើតាមលទ្ធភាពកុំខ្ចីបុលគេមករៀបការហើយចាប់ដើមរកស៊ីសងគេវាមិនមែនជាជម្រើសដែលល្អហើយវាអាចប៉ះពាល់ទៅដល់តំណែងគូស្វាមីភរិយារបស់អ្នកទាំងអស់គ្នាវិញហើយក៏ចង់ប្រាប់អ្នកទាំងអស់គ្នាកុំភ្លេចធ្វើការ share មួយក៏ដូចជា comment មតិយោបល់ក្នុងករណីបងស្រីដែលគាត់បានចែកម្លែកជាមួយនឹងបំណុលក្រោយរៀបការអញ្ចឹងវាជាមេរៀនធំមួយសម្រាប់ជីវិតរបស់យើងម្នាក់ណាព្រោះមានតែគេឆ្លងផុតទេធម្មតាទេបាទអញ្ចឹងរៀនសូត្រទៅហើយអរគុណកុំភ្លេចធ្វើការ share ម្នាក់មួយហើយពីកម្មវិធី Gangster Secret របស់យើងសូមអរគុណសូមគោរពលា